Ok, số đây là đó cái chuộtជាមួយនឹងខ្ញុំម្ដងទៀតពាក់ព័ន្ធជាមួយនឹងការ set up កម្មវិធីបាទ worksheet set up ជាងរបៀបរៀបចំលការងាររបស់យើងអញ្ចឹងដើម្បីងាយស្រួលអ្នកនរគ្នាយកទៅវីដេអូរបស់ខ្ញុំយកទៅសិក្សាបន្តបាទអញ្ចឹងកន្លែង tool នេះយើងចុចសញ្ញាព្រួយនេះយើងចុចមកឲ្យវាចេញជាពីរជួរមកវាមានភាពងាយស្រួលចំពោះចំណុចនេះវិញយើងយក external ហ្នឹងមកបាទបន្តមកទៀតយើងកន្លែងនេះគេហៅថា panel បាទអញ្ចឹងកន្លែង panel នេះវាមានច្រើនយើងគិតថាវាអញ្ញៃយើងអាចដកវាចេញបានអញ្ចឹងទុកតែ3នេះ3ខាងក្រោមនេះបានហើយគឺ layer channel និង path នេះនៅពេលដែលយើងចង់យកវាចេញយើងគ្រាន់ចុចវាឲ្យជាប់បាទចុចឲ្យជាប់កុំចុចទៅលើរូបមួយអញ្ចេះណាចុចទៅលើរូបមួយអញ្ចឹងមានន័យថាយើងទាញយកវាចេញមកមួយអញ្ចឹងយើងទាញវាចេញមកទាញវាចេញមកបាទតោះមកអានេះយើងទាញវាចេញមកយើងបិទវាចោលមកយើងបិទវាមកហើយអានេះយើងទាញវាមកវិញឲ្យចេញសញ្ញាពណ៌ខៀវនេះពណ៌ខៀវហ្នឹងហើយយើងបលែងដៃមកគឺវាចូលមកវិញហើយអញ្ចឹងពាក់ព័ន្ធជាមួយនឹងអាកន្លែងហ្នឹង panel កន្លែង channel នេះយើងអាចថាឲ្យវាយើងចេញរូបរាងធំបន្តិចយើងស្រួលធ្វើការអញ្ចឹងយើងអាចចុចទៅលើកន្លែងសញ្ញា tray នេះវាយើងចូលមកខាងក្រោមយកពាក្យpanel option រួចយើងយករូបធំជាងគេនេះបាទវាអូខេមកវាឡើងរៀងធំជាងមុនពាក់ព័ន្ធជាមួយនឹងការបង្កើតឲ្យវាអាកន្លែង tool នេះរៀងធំបន្តិចយើងអាចចូលទៅកាន់ edit យកចុះមកក្រោមមកបាទ reference រួចហើយយក reference នេះ interface យក interface នេះហើយយើងយកកន្លែង UI font size នេះយើងយក plus មកហើយយើងធីកកន្លែងនេះមួយមកអូខេមកពេលដែលយើងចុចហើយវាអត់ទាន់ធំទេយើងអាចធ្វើការបិទវាសិនរួចហើយយើងធ្វើការបើកភាសាតិចមកអញ្ចឹងយើងចូលទៅខាងកិច្ចការងារយើងមួយមកយើងបើកកិច្ចការងារឃើញថា tool នេះធំជាងមុនបាទវីដេអូនៃការរៀបចំ worksheet នេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបជាមួយខ្ញុំនៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ